រឿងបរោះមានកូន4នាក់រៀនវិជ្ជា4បទមានបរោះម្នាក់មានកូនប្រុស4នាក់បានសិក្សាវិជ្ជា4បទស្ទុតជំនាញរៀងខ្លួនគឺម្នាក់ចេះស៊ីម្នាក់ចេះដេកម្នាក់ចេះកាត់ក្ដីម្នាក់ទៀតចេះចង់ស្រីឪពុកក៏យកកូនទាំង4នាក់ទៅថ្វាយស្ដេចក្រាបអំពីវិជ្ជានីមួយៗក្នុងខណៈដែលថ្វាយនោះស្ដេចទ្រង់រក្សាទទួលទុកថ្ងៃមួយស្ដេចទ្រង់ពិសោធន៍បរោះម្នាក់ដែលចេះស៊ីជាមុនឲ្យគេរៀបភោជនាហារជាច្រើនមុខស្ដេចដួសទឹកឆៅមួយក្រចកដាក់ទៅក្នុងចានសម្លមួយហើយទ្រង់ប្រាប់ទៅបរោះនោះថាឲ្យស៊ីភោជនាហារគ្រប់មុខបរោះនោះក៏បរិភោគតាមព្រះរាជបញ្ជាដល់ទៅសម្លមួយមុខដែលស្ដេចបានដាក់ទឹកឆៅមួយក្រចកចូលនោះបរោះនោះមិនបរិភោគស្ដេចសួរបរោះនោះថាហេតុម្ដេចបានជាចៅឯងមិនបរិភោគសម្លនេះបរោះនោះក្រាបទូលថាសម្លនេះមានទឹកឆៅមួយក្រចកនៅក្រងនោះបានជាទូលព្រះបង្គំជាខ្ញុំមិនទទួលព្រះរាជទានស្ដេចនឹកក្នុងព្រះទ័យថាបរោះនេះចេះវិជ្ជាខាងស៊ីស្ទុតមែនអំពីនោះទៅស្ដេចទ្រង់ពិសោធន៍បរោះចេះដេកទៀតទ្រង់ឲ្យរៀបទីកន្លែងយ៉ាងស្អាតមានពូកកម្រាលក្រាលពីលើស្ដេចយកសក់មួយសរសៃទៅដាក់ក្រោមកម្រាលពូកនោះដល់ពេលយប់ទ្រង់ហៅបរោះនោះឲ្យទៅដេកបរោះប្រាដេកទៅក្រោកឡើងវិញភ្លាមស្ដេចទ្រង់សួរថាហេតុម្ដេចបានជាដេកហើយក្រោកឡើងវិញបរោះនោះក្រាបទូលថាមានសក់មួយសរសៃនៅក្នុងដំណាក់នោះបានជាទូលព្រះបង្គំជាខ្ញុំក្រោកស្ដេចទ្រង់នឹកសរសើរក្នុងព្រះទ័យថាបរោះនោះស្ទុតខាងវិជ្ជាដេកប្រកបមែនថ្ងៃមួយមានបរោះម្នាក់ស្លាប់នៅកណ្ដាលវែលគឺមានភិនភាកស្លាកស្នាមអ្វីនៅរូបកាយនោះសោះស្ដេចទ្រង់បង្គាប់ឲ្យតុលាការមុខក្រសួងស៊ើបសួររកខេត្តនោះក៏ពុំឃើញទ្រង់ព្រះវិតកៈក្នុងព្រះរាជហឫទ័យទ្រង់នឹកឃើញបរោះដៃចេះវិជ្ជាខាងផ្លូវតុលាការនោះក៏មានព្រះរាជអង្គការឲ្យហៅចូលមកហើយទ្រង់ចាត់ប្រើឲ្យទៅស៊ើបរករឿងពីរូបនោះបរោះនោះសូមព្រះរាជអនុញ្ញាតអំណាចក្នុងវេលាដែលស៊ើបសួរយកការនោះស្ដេចក៏ព្រះរាជទានពរតាមសុំបរោះនោះចេញទៅដល់ទីកន្លែងមនុស្សស្លាប់នោះចាត់ការហៅអ្នកស្រុកមកប្រជុំមិនឲ្យមានសល់ម្នាក់ហើយបរោះនោះហាមប្រាមថាក្នុងវេលាថ្ងៃស្អែកនេះមិនឲ្យអ្នកណាទៅណាមកណាក្រៅពីភូមិខ្លួនទេឲ្យទាំងប្រុសទាំងស្រីចាស់ក្មេងចូលទៅមើលគេធ្វើបុណ្យរំលែកសពបរោះអនាថាដែលស្លាប់នៅកណ្ដាលវែលស្រែលើកតែមនុស្សខ្វាក់ខ្វិនចេញខណៈដែលរៀបចំរំលែកសពលុះបរោះជាអ្នកស៊ើបសួរបានចាត់មនុស្សជាច្រើនអ្នកដែលបានពន្យល់ពីកិច្ចហេតុដែលយកកាយក្នុងរឿងនោះបែរឃើញឈ្មោះណាប្រកបនឹងកិច្ចដែលបានពន្យល់លុះឲ្យយកឈ្មោះនោះមកប្រគល់ឲ្យខ្លួនជានាយមួយរំពេកពេលភ្លើងចាស់ពេញកម្លាំងមីងស្រីក្មេងម្នាក់ស្រក់ទឹកភ្នែកជ្រកបរោះជាអ្នកគួយគុណមើលហេតុក៏នាំយកខ្លួននាងនោះទៅប្រគល់ឲ្យនាយខ្លួនបរោះជានាយយកខ្លួននាងទៅស៊ើបសួរដំណើរដែលនាងយំនោះដោយយោបល់ដល់ល្អិតនាងនោះរកផ្លូវកិច្ចកាយដោះសារទៅពុំបានក៏ប្រាប់បរោះនោះតាមត្រង់ថាខ្លួននាងបានសហាយនឹងបរោះដែលស្លាប់ទើបនឹងបានគ្នាក្នុងយប់ដែលស្លាប់នោះហើយថាដំណើរដែលស្លាប់នោះគ្មានអ្នកណាវាយដំធ្វើបាបអ្វីទេគឺវិលីចូលដំណេកបរោះនោះប្រែនាងឲ្យទៅរកទឹកមកឲ្យផឹកនាងមិនហ៊ានចេញទៅដងទឹកឯក្រៅដោយខ្លាចឪពុកដឹងក៏យកផ្ដៅត្រង់ទឹកភ្លៀងដែលហូរធ្លាក់តាមរងស្បូវប្រាប់ស្ថេកនោះឲ្យផឹកលុះផឹកហើយក៏បណ្ដាលឲ្យដើមមរណៈក្នុងខណៈនោះទៅបរោះដែលជាអ្នកស៊ើបសួរក៏យល់ច្បាស់ក្នុងចិត្តថានាងនេះមិនមានសន្តានចិត្តជាទុច្ចរិតនឹងបរោះដែលស្លាប់នោះទេព្រោះទើបស្រឡាញ់គ្នាបានជួបគ្នាក្នុងខណៈនេះការនេះប្រកាសជាមានសត្វអាស្រពាអ្វីនៅលើដំបូលផ្ទះនោះបានជាបណ្ដាលឲ្យបរោះនោះស្លាប់ទើបបរោះជានេះចាត់ឲ្យទៅមើលលើដំបូលផ្ទះនោះឃើញពស់នីក្រាតមួយនៅចាំទីលើល្វែងដែលនាងនោះដេកបរោះជានេះក៏ឲ្យវាយពស់នីក្រាតនោះយកមកថ្វាយស្ដេចក្រាបទូលតាមដំណើរហើយដោះលៀងនាងនោះទៅដោយវិនិច្ឆ័យថាហេតុដែលបណ្ដាលឲ្យបរោះនោះស្លាប់មកអំពីផឹកទឹកភ្លៀងលាដីពីពស់នីក្រាតដែលនាងនោះត្រង់មកឲ្យផឹកដោយឥតចេតនាស្ដេចក៏ទ្រង់សរសើរថាបរោះជានេះចាស់ស្ទុតក្នុងការស៊ើបសួរខាងផ្លូវតុលាការមែនថ្ងៃមួយក្រោយមកមានសេដ្ឋីម្នាក់ស្លាប់សេដ្ឋីនោះមានប្រពន្ធក្មេងល្អនាងនោះបដិញ្ញាថាមិនយកប្តីទៀតទេដំណឹងនោះជ្រាបដល់ស្ដេចទ្រង់ឲ្យនាមឿនស័ព្ទមុខមន្ត្រីទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីនោះនាមឿនទាំងអស់ទៅចង់មិនបានស្ដេចទ្រង់គិតថានាងនេះប្រហែលជាមិនយកប្តីដូចដំណឹងតែទ្រង់ជ្រាបនោះមែនតែទ្រង់គិតក្នុងព្រះរាជហឫទ័យថានាមឿនស័ព្ទមុខមន្ត្រីទាំងនោះប្រហែលជាមិនពេញសេចក្តីប្រាថ្នានាងមេម៉ាយទេបើអង្គអញប្រហែលជានាងនេះព្រមក៏ទ្រង់យាងទៅផ្ទះមេម៉ាយនោះហើយទ្រង់ឲ្យប្រាប់នាងថាថ្ងៃនេះទ្រង់នឹងមកផ្ទុំនឹងនាងហើយនាងរៀបចំទីកន្លែងចាំទទួលនាងមេម៉ាយក៏ទទួលព្រះរាជាអង្គការពេលល្ងាចនាងរៀបក្រឡាព្រះបន្ទំហើយតែងស្រីបំរែម្នាក់ដែលមានកាយស្រេងនៅខ្លួនរចនាដោយគ្រឿងប្រដាប់សម្រាប់តាក់តែងរូបកាយស្រីគឺគ្រឿងម៉ាស្ពេចនិងគ្រឿងក្រអបគ្រប់ប្រដាប់ហើយនាងនោះចូលទៅក្នុងទីក្រឡាព្រះបន្ទំដែលរៀបចំទទួលស្ដេចតាមព្រះរាជាអង្គការដល់ស្ដេចញៀវមកដោយទ្រង់មិនបានគិតពិនិត្យសពគ្រប់ទ្រង់ក៏យល់ថាទីនេះជាទីសម្រាប់នាងមេម៉ាយមែនបានជាមនុស្សទាំងឡាយមិនហ៊ានមកនៅទីនេះទ្រង់ក៏ដាក់ព្រះអង្គគង់អែបដោយសម្គាល់ថានាងមេម៉ាយទ្រង់ផ្ទុំជាមួយនាងនោះរួចហើយទ្រង់កំណត់ព្រះចិន្តាថាឯងមកចាំងនាងនេះបានហើយដើម្បីឲ្យបានជាផតាំងតល់ភ្នាក់ដាក់ផងទាំងពួងស្ដេចក៏ទ្រង់ខំផលនាងនោះជាសម្គាល់រួចទ្រង់យាងមកព្រះបរមរាជវាំងវិញទ្រង់មានព្រះរាជាអង្គការផ្ដាំថាព្រឹកស្អែកនេះឲ្យនាងចោលទុកកលស្ដេចគង់ខាន
ទ្រង់យាងទៅដល់ព្រះបរមរាជវាំងទ្រង់ក៏មានព្រះរាជាអង្គការប្រាប់អរណាមឿនសមុខមន្ត្រីថាព្រះអង្គយាងទៅចង់នាងនោះបានមានទាំងសម្គាល់ស្នាមព្រះទាត់នៅថ្ពាល់នាងនោះផងហើយទ្រង់បានប្រាប់ឲ្យចូលមកគាល់ក្នុងវិរិយព្រឹកនេះផងហើយណាមឿនសមុខមន្ត្រីទាំងអស់ចាំមើលដល់នាងមេម៉ាយចូលមកគាល់យកទាំងស្រីបំរើដែលតាក់ដេញកាយទទួលស្ដេចពីយុគមុខជាមួយផងលុះចូលមកគាល់ក៏អង្គុយតាមមុខក្រោយនាងមេម៉ាយអង្គុយមុខស្រីបំរើអង្គុយក្រោយស្ដេចអើយណាមឿនទៅពិនិត្យមើលនៅកន្លែងសម្គាល់ដែលទ្រង់បានប្រាប់ឲ្យនោះលោកពីអ្នកញាតែទទួលព្រះរាជាអង្គការទៅពិនិត្យត្រឡប់មកក្រាបទូលស្ដេចវិញថានាងអង្គុយក្រោយមានស្នាមនៅថ្ពាល់ជាសម្គាល់ដោយថ្មិញហើយនាងមេម៉ាយគ្មានស្នាមអ្វីជាសម្គាល់ទេស្ដេចក៏ទូលព្រះរាជាហឫទ័យដោយសេចក្តីមិនបានពិនិត្យជាមុនក៏ព្រះអង្គទ្រង់ចិន្តាទ្រីរីទៅឃើញថានាងនេះជាស្រីមានប្រាជ្ញានឹងរកអ្នកណាទៅចង់នាងពុំបានទ្រង់នឹកដានបុរសដែលជាអ្នកស្ទុតខាងវិជាចង់ស្រីក៏មានព្រះរាជាអង្គការឲ្យចូលទៅគាល់ស្ដេចក៏មានព្រះរាជាអង្គការសួរទៅបុរសនោះថាអញទៅចង់នាងមេម៉ាយជាប្រពន្ធខ្មងសិទ្ធិបានឬទេបើបងអញត្រូវការវត្ថុអ្វីជាងឲ្យអញទាំងអស់បុរសនោះក្រាបទូលទទួលតាមមិនតល់ដោយមិនបែកជប់វត្ថុជាឧត្តមទៅទេសួរតែសម្ពុតផាឌីផ្សាចាស់ជប់ទៅស្លៀកបាកហើយនឹងឆ្អឹងគោមួយថវេកចកប់ជប់នឹងខ្លួនប៉ុណ្ណោះបានហើយឯនាងមេម៉ាយជាប្រពន្ធខ្មងសិទ្ធិពេលលីដែលត្រឡប់ពីគាត់ស្ដេចទៅវិញក៏រៀបសាលាធ្វើបុណ្យខ្មងសិទ្ធិជាប្តីរំលាយសពជាស្រេចរើសទៀតជុកមកចប់ទាំងកលលើសាលាធ្វើបុណ្យឆ្លងវេលាយប់នោះបុរសដែលទទួលព្រះរាជាអង្គការបានទៅដល់លើសាលាដែលនាងមេម៉ាយធ្វើបុណ្យខ្មងស្ដេចដែលនឹងហៅស្រេចនៅវេលាព្រឹកស្អែកនោះដែលឲ្យធ្វើជាយំសុកនឹងខ្មងប្រពន្ធខ្លួនស្លាប់មានសេចក្តីទុកយ៉ាងខ្លាំងដែលមានទាំងធាតុស្បែកជាប់នឹងខ្លួនជាសម្គាល់ផងបណ្ដាលឲ្យអននេកជាពុកក្រុមនាងមេម៉ាយដែលនៅលើសាលានោះទាំងប៉ុន្មានមានសេចក្តីឆ្ងល់ផាន់ភាំងគ្រប់ប៉ុណ្ណេះសួរទៅបុរសនោះថាហេតុអ្វីក៏អ្នកមកយំសុកបោកខ្លួនប្រាណលើទីនេះខ្លាំងម្ល៉េះបុរសនោះប្រាប់ទៅអ្នករក្សាសាលានោះថាខ្ញុំឃើញគេធ្វើបុណ្យខ្មងសិទ្ធិនោះខ្ញុំនឹកដល់ខ្មងប្រពន្ធខ្ញុំដែលស្លាប់ជាយូរហើយនោះភ្លាមក៏បណ្ដាលឲ្យសង្វេគនឹងទុកវេទិរីនឹងការប្រព្រឹត្តជាថ្មីមួយជាន់ទៀតតាំងពីប្រពន្ធស្លាប់ទៅនោះខ្លួនខ្ញុំឡាប់បងខាងថ្ងៃចោលអស់ស្បែកតែធាតុប្រពន្ធដែរដោយសេចក្តីអាឡោះអាឡាយហើយបុរសនោះសូមអ្នករក្សាសាលាអ្នកស្នាក់មួយយប់បុរសដែលចាំសាលាមិនហ៊ានសម្រេចដោយខ្លួនឯងក៏យកសេចក្តីនោះទៅជម្រាបនាងមេម៉ាយជាចៅហ្វាយតាមដំណើរដែលបុរសនោះអធិប្បាយអំពីសេចក្តីកំសត់របស់ខ្លួនហើយសូមសាលាស្នាក់នាងមេម៉ាយមានចិត្តអាណិតតបុរសកំសត់ដែលមានទុកប្រប្រាស់ប្រពន្ធនោះក៏យល់ព្រមឲ្យស្នាក់ហើយបង្កប់ទៅមនុស្សបំរើហើយរៀបអាហារភោជនាករទានបុរសនោះផងលុះយប់នាងមេម៉ាយទៅស្ដាប់ធម៌ទេសនាឆ្លងបុណ្យខ្មោះបដិនៅលើសាលាដែលតម្កល់ធៀបនៅនោះឯបុរសចុងស្រីក៏សង្ងំធ្វើជាដេកលុកទៅនាងមេម៉ាយនោះស្ដាប់ធម៌ទេសនាចាប់ត្រឡប់មុខថែវិញបុរសជាអ្នកចុងស្រីឃើញឱកាសស្ងន់ល្អក៏លក់យកធៀបប្រពន្ធខ្លួនទៅដាក់ប្រាប់ធាសិទ្ធិជាប្រពន្ធនាងមេម៉ាយលុះដល់ព្រឹកឡើងនាងមេម៉ាយចូលដល់សាលាបុរសនោះស្រែកយំយ៉ាងខ្លាំងថាណាលក់ធៀបប្រពន្ធខ្លួនបាត់នាងមេម៉ាយឆ្ងល់ក៏សួរបុរសនោះថាហេតុអ្វីក៏អ្នកឯងយំខ្លាំងម្ល៉េះបុរសនោះប្រាប់ទៅនាងមេម៉ាយវិញថាអ្នកឯងណាលក់ធៀបប្រពន្ធខ្លួនទៅបាត់ហើយជាប់ប្រកាន់ទៅលើរូបនាងមេម៉ាយថាខ្មោះប្តីនាងមេម៉ាយលក់ធៀបប្រពន្ធទៅនាងមេម៉ាយមានសេចក្តីអន់ចិត្តនឹងបុរសជាប់ប្រកាន់ខ្មោះប្តីថាលក់ធៀបប្រពន្ធទៅឆ្នោះក៏នាំបុរសនោះឲ្យទៅមើលឃើញគ្នានេះចិត្តគ្នាមែនបុរសក៏ជាប់ប្រកាន់ចំពោះខ្លួននាងមេម៉ាយថាប្តីនាងយកប្រពន្ធគាត់ទៅធ្វើជាប្រពន្ធខ្លួនហើយលុះតែនាងព្រមទទួលធ្វើជាប្រពន្ធគាត់វិញទៅព្រមសុខចិត្តសេចក្តីជាប់ចំពោះខ្លួននាងមេម៉ាយនោះជាដំណំស្រានខណាស់ដែលឧបាយយ៉ាងល្អិតនាងមេម៉ាយរកភ្លូដោះសារកាមីនក៏ចាញ់គាត់នោះជាទម្ងន់ថែមទាំងមានសេចក្តីអន់ចិត្តខ្មោះប្តីខ្លួនដែលស្លាប់នោះថាជាមនុស្សគ្មានចិត្តសប្បុរសចំពោះប្រពន្ធបន្តិចបន្តួចសោះគ្នាកំពុងកាត់ទុកខ្លួនហ៊ានព្រមទូប្រពន្ធកែជប់មកបញ្ចែនមុខនាងជាអុកជាទុកគិតសពទៅក៏ទទួលព្រមយកបុរសនោះធ្វើជាប្តីជាសេចក្តីផ្គើមតបឲ្យទល់ពុតទៅនឹងខ្មោះប្តីខ្លួនវិញដែលហ៊ានខូចលុបប្រពន្ធបុរសនោះចំណែកបុរសនោះដល់បាននាងមេម៉ាយជាប្រពន្ធ3 4ថៃក៏បបួលគ្នាទៅគាល់ស្ដេចឯស្ដេចនឹងណាមឿនសពមុខមន្ត្រីបានទទួលបានឃើញក៏មានសេចក្តីសរសើរចំពោះបុរសនោះថាជាអ្នកមានវិជ្ជាចេះចង់ស្រីប្រកបមែនថ្ងៃនឹងចេះឲ្យគេកោតថ្ងៃនឹងឆោតឲ្យគេអាណិត